តាមក្បួនហុងស៊ុយសត្វចង្រៃ3នាំឲ្យស្រុតលៀបទៅដល់ទីណានាំស៊ុយដល់ទីនោះប្រសិនអ្នកឃើញសត្វចំនួន3ដូចបង្ហាញខាងក្រោមមកក្បែរផ្ទះឬចូលក្នុងផ្ទះអ្នកត្រូវតែដេញវាចេញព្រោះតាមក្បួនហុងស៊ុយវាមិនល្អនោះទេសម្រាប់ជោគចលរាសីអ្នកនិងក្រុមគ្រួសារ3សត្វទីទុយពេលឮសំឡេងសត្វទីទុយយំមិនថាពេលថ្ងៃឬយប់តាមក្បួនវាដូចជានាំនៅសេចក្តីស្លាប់មកដល់ដែលអាចបណ្ដាលឲ្យអ្នកនៅក្នុងផ្ទះមានជំងឺប្រសិននៅពេលយប់ហើយអ្នកមានកូនស្រីដាច់ខាតត្រូវហាមកូនស្រីមិនឲ្យចេញដើរឬធ្វើដំណើរទៅទីណាមួយលើសពីនេះបើវាសាងសម្បុកត្រូវប្រញាប់រើចេញព្រោះវាជាប្រផ្នូលអាក្រក់អាចនាំទុក្ខលំបាកចូលដល់សមាជិកគ្រួសារបើរៀបនឹងវិនិយោគលើចំនួនធំក៏ត្រូវដកឃ្លាសិនព្រោះអាចចាញ់បោកឬបាត់បង់ទ្រព្យធំ2សត្វក្អែកនៅពេលឮសត្វក្អែកឬសម្រែករបស់សត្វក្អែកវាគឺជាសញ្ញានៃការប៉ះពាល់ផ្លូវអារម្មណ៍ក៏ដូចជាការអាចបាត់បង់លុយកាក់នាពេលខាងមុខយោងតាមដំណើរពីចាស់បុរាណគេណែនាំឲ្យប្រញាប់ដេញវាចេញពីតំបន់ជុំវិញក្បែរផ្ទះអ្នក1កណ្ដុរជាទូទៅកណ្ដុរវាចូលចិត្តពំស៊ីអាហារស្អុយរលួយដូច្នេះប្រសិនក្នុងផ្ទះអ្នកនៅកន្លែងស្អាតហើយសុកមានកណ្ដុររត់ចូលនោះអ្នកត្រូវប្រយ័ត្នបន្តិចបើពេលថ្ងៃជាសញ្ញាដែលធ្វើឲ្យម្ចាស់ផ្ទះបាត់បង់លុយកាក់បើរត់ចូលពេលយប់នោះជាប្រផ្នូលអាចនាំឲ្យម្ចាស់ផ្ទះខូចខាតទ្រព្យសម្បត្តិ